ការស្រពោនជារឿងស្នេហាដ៏គួរខ្លោចផ្សាស្នេហ៍មួយគូដែលខំស្រឡាញ់យ៉ាងប្រដិតដូរប៉ុន្តែនៅស៊ូចាស់មេបាវិធាវាជាកូនក្រមុំសុភាបរំទុំសំជាស្រីជាកូនយាយនួនដែលមានទីលំនៅក្នុងនៃភូមិវត្តពោសពថ្ងៃធាវីនៅជាមួយអ្នកម្ដាយខ្លួនមួយក្រោយប្តីស្លាប់ជាមួយយាយភ័យដែលនៅជាប់បើបងដែលជាប់វិធាវីហើយយកកត្រក់ស្លាបន្តិចមកណាទុកហ្នឹងហើយអូយនាងតូចអូយនាងតូចចេះបាក់ក្បាច់ក្បោក្បាច់រចនាការភ្ញីល្អមែនតើអ្នកនួនច្បាស់ជាពេញចិត្តហើយនេះចាតែនាងតូចចាស់បានហាមថាមិនឲ្យបាក់ពេលយប់ទេព្រោះវាមិនល្អចាស់ម៉ែផៃណាផៃនិយាយត្រូវហើយកូនឈប់ដេឈប់បាក់អីទៅយប់ហើយណែចាស់ពីដើមលោកតែងតែហាម5ណាក្មេងខ្មាំងមិនឲ្យដេពេលជប់ពេលអាធិត្យទេព្រោះវាឆាប់ខូចភ្នែកណាកូនចាស់រៀបចំអីវ៉ាន់ទុកទៅអូណែនិយាយអញ្ចឹងកូនស្មូតកន្លែងនេះឲ្យម៉ែស្ដាប់បន្តិចទៅមើលឈប់ត្រង់ប្រលាក់សិនវងហើយនឹងព្រាមកេសរកន្លែងនឹងកំសត់ខ្លាំងណាស់មិនថាចឹងអីផៃចានេះសូត្រទៅកូនចាស់ម៉ែសូត្រទៅនាងតូចសូត្រទៅចាំស្ដាប់ខ្ញុំណាម៉ែផៃយីសុនមុងសាទូលសិនវងថាចៅព្រាមចំបៀនកាយស្ដាប់ហើយទ្រង់ខ្ញាល់ពុនពេក្រៃកាត់ទោសប្រៃចៅព្រាមបងអូសែនអាសូព្រាមកេសរស្រីទួញអង្គព្រះចំពងតែទ្រង់មិនស្ដាប់ពាក្យបិនត្រង់ព្រោះលងវងវែងនឹងយីសុនកេសរត្រាច់មកពីឆ្ងាយឆ្លងគ្រោះអន្តរាយមិនស្ដាយជន់ព្រោះតែចង់ឃើញភ័ក្រម្ចាស់ស្ងួនមិនដាច់ឡាយដំនួនលែងស្រណោះសឹកសួនអួលអណោចប្រានម
មិនស្មានមកសូនជីវិតអស់អនិច្ចាកម្មអើយពំគួសោះបើខុសប៉ិតនោះស្លាប់ពុំស្ដាយឃើញទេអញ